ចាសូមជម្រាបសួរពុកម៉ែបងប្អូនមេមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើស្ងោរត្រឡាចជាមួយនឹងជើងជ្រូកចាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណាហើយទៅមើលពីរបៀបធ្វើនិងគ្រឿងផ្សំទាំងអស់គ្នាចាគ្រឿងផ្សំរបស់យើងបានរៀបចំរួចរាល់អស់ហើយបងប្អូនទាំងបន្លែទាំងសាច់ចានាងខ្ញុំមានជើងជ្រូកចំនួនកន្លះគីឡូហើយនាងខ្ញុំហាន់សាច់ច្រាំខ្លះបងប្អូនហើយត្រឡាចមានចំនួន1ផ្លែនាងខ្ញុំហាន់វាទំហំជា4ជ្រុងអញ្ចឹងបងប្អូនហើយមានបង្គាយ៉ាហឺមានតសក់ចាវនាងខ្ញុំដាក់ចំណូលសាច់ពៅប្រៃមានខ្ទឹមសចិញ្ច្រាំស្លឹកខ្ទឹមផងដែរចាឥឡូវយើងទៅចាប់ផ្ដើមធ្វើទាំងអស់គ្នាតែម្ដងទៅជាដំបូងនាងខ្ញុំរំលីងខ្ទឹមសឲ្យឡើងឈ្ងុយឡើងកន្លះបន្តិចរួចហើយដាក់សាច់ចូលបងប្អូនបន្ទាប់មកយើងរំលីងសាច់របស់យើងឲ្យឆ្អិនបន្តិចណាពេលដែលសាច់យើងឆ្អិនហើយវាអស់ឈាមបងប្អូនអញ្ចឹងយើងចាប់ដើមដាក់គ្រឿងក្រៅរបស់យើងមានពីចេងបន្តិចស្ករសកន្លះស្លាបព្រាបាយទឹកត្រីបន្តិចទឹកស៊ីអ៊ីវបន្តិចផងដែរហើយបន្ថែមម្រេចបន្តិចបងប្អូនណាដើម្បីឲ្យសម្លរបស់យើងឈ្ងុយម្រេចណាហើយយើងរំលីងសាច់របស់យើងឲ្យគ្រឿងរលាយចូលគ្នាបានល្អមកបន្ទាប់មកយើងដាក់បង្គាយ៉ាហឺនិងកសក់ចាវចូលកូរ 2-3 ត្រឡប់យើងដាក់បន្លែត្រឡាចចូលតែម្ដងហើយយើងកូរបន្លែរបស់យើង 2-3 ត្រឡប់ទៅឲ្យវាសព្វចូលជាមួយនឹងសាច់ជាមួយនឹងគ្រឿងបានល្អចាបន្ទាប់មកយើងដាក់អំបិលបន្តិចបងប្អូនកុំដាក់ច្រើនពេកអីព្រោះអីយើងដាក់ទឹកត្រីទឹកស៊ីអ៊ីវម្សាហើយមានបង្គាចាហឺនិងសាច់សក់ចាវបងប្អូនវារៀងប្រៃដែរបើយើងដាក់អំបិលច្រើនខ្លាចប្រៃជ្រុលណាអញ្ចឹងយើងដាក់បន្តិចសិនទៅបន្ទាប់មកយើងដាក់ទឹករំងាស់វាបងប្អូនយើងដាក់ទឹកពី3ចានទៅបងប្អូនមកល្មមសាច់និងបន្លែរបស់យើងណាហើយយើងរំងាស់ឲ្យវាផុយបន្តិចទៅបងប្អូនបន្ទាប់មកយើងភ្លក់មើលទៅបងប្អូនតាមចំណង់ចំណូលចិត្តបងប្អូនស្ទើរអីថែមនងទៅណាចារបៀបធ្វើស្ងោរត្រឡាចរបស់យើងគឺងាយស្រួលទេបងប្អូនអត់ពិបាកធ្វើទេណាចាបន្ទាប់មកសម្លរបស់យើងគឺឆ្អិនណាយើងរោយស្លឹកខ្ទឹមបន្តិចមកដើម្បីឲ្យសម្លរបស់យើងកាន់តែឈ្ងុយណាចាចំណែកឯរសជាតិវិញគឺល្មមឆ្ងាញ់តែម្ដងណាបងប្អូនចាចុងក្រោយសម្លរបស់យើងឆ្អិនណាយើងដួសដាក់ចានតែម្ដងទៅបងប្អូនដើម្បីយកទៅញ៉ាំជាមួយនឹងបាយចាបងប្អូនកុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីរៀងរាល់ថ្ងៃពីរបៀបធ្វើម្ហូបខ្មែររបស់យើងណាចាបើមានកំហុសខុសឆ្គងត្រង់ណាសូមអធ្យាស្រ័យផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ